មានសមត្ថភាពណា56000តែ10000នេះហល់យ៉ាងមកភូមិក៏ទៅហ៊ានគេងផ្លេតភ្នាក់វិញតាមលេងតន់ហ្មងមានរឿងអីខ្លះថ្មីរឿងបុកលហុងវិញបងប្អូននឹងស្រាប់ហើយនៅតាមស្រុកស្រែមានអីញ៉ាំនឹងទៅខែឌីសវោក្តាមស្រែផងទៅខ្វះអីយើងត្រាំរបៀបថាលឿនងាយ2ម៉ោងបានញ៉ាំណាបងប្អូនជាដំបូងយើងដាំទឹកអំបិលវាប្រៃខ្លាំងសិនហើយយើងប្រញាប់យកត្រាំអញ្ចឹងយើងលាយជាមួយនឹងទឹកកកបន្តិចដើម្បីទឹកវាចុះមកក្តៅអ៊ុនចាំយើងទម្លាក់ក្តាមចូលត្រាំទៅនៅស្រុកស្រែមិនទៅចំណាយអីច្រើនទេលហុងក៏មានខ្លួនឯងផ្កាស្នោក៏មានខ្លួនឯងលក់តកួនពេញប៉ោះអីហ្នឹងគឺថាដាំខ្លួនឯងទាំងអស់របស់ធម្មជាតិដាក់គ្មានបានទៅបាញ់ថ្នាំបាញ់អីទេដើរបេះបោទៅនេះបន្តិចទៅនោះបន្តិចយកមកធ្វើហូបបាននៅភូមិមែនណាបងប្អូនលហុងនេះដាំម្ដងហ្នឹងគឺថាហូបមិនចង់អស់មូលហេតុអីតែហូបមិនចង់អស់មកពីមិនដែលទៅបេះវានៅឆ្ងាយផ្ទះពេកណាខ្ជិលដើរទៅសម័យនេះងាយស្រួលណាស់មានគ្រឿងក្រៅអីស្រាប់ចេះចង់បុកលហុងចង់ធ្វើអីញ៉ាំចឹងដាក់កំងគ្រឿងខុនទៅបងប្អូនធ្វើបានមួយអែមហ្មងរឿងជប់លៀងរឿងធ្វើអីញ៉ាំជុំគ្នានេះបើសិនជាបង្កើតបរិយាកាសមួយខ្លួនឯងរៀបចំបន្លែខ្លួនឯងសប្បាយខ្លាំងណាស់បងប្អូនធ្វើនៅផ្ទះសប្បាយជាងហាង200ដងយើងចង់ញ៉ាំរសជាតិបែបណាអីយើងអាចធ្វើលៃខ្លួនឯងបានជាពិសេសបុកលហុងអាសាធ្វើហូបណែម្នាក់មានលហុងម្នាក់មានបន្លែចឹងយកផ្សាយផ្សំគ្នាបុកបានមកថាចង់រត់ទៅឆ្ងាញ់នេះទឹកប្រហុកទឹកពីខុនដាក់លីចុះនេះពីមុខនឹងទៅមកអែហ្មងមានតែ2ដបហ្នឹងបងប្អូនញ៉ាំបានភូមិមែនណាយើងចាក់ទឹកអំពិលទុំចូលទៅថែមស្ករសបន្តិចផងបើសិនយើងយកចិត្តផ្អែមក្តាមប្រៃដែលយើងបានត្រាំមុនហ្នឹងនេះដួសចូលមកដួសយកទៅកាកសាច់វាទៅបានហើយបុកច្បល់វាសັບគ្រឿងល្អអូយឈ្ងុយខ្លាំងណាស់នេះទឹកប្រហុកទឹកកាពិរបស់យើងនេះគឺថាគ្រឿងក្រៅរបស់ខ្មែរសុទ្ធ 100% តែម្ដងយើងប្រើកាពិកពោតស្ករត្នោតខ្មែរនិយាយពីរឿងប្រហុកវិញយើងប្រើសេតប្រហុកត្រីស្រែណាបងប្អូនមិនមែនប្រហុកនាំចូលទេណាអញ្ចឹងមិនថាទឹកប្រហុករបស់យើងឈ្ងុយខ្លាំងដោយសារតែយើងប្រើប្រហុកត្រីស្រែហើយស្ករត្នោតខ្មែរនេះឯងវាចាប់ជាតិចាប់មាត់ធ្វើឲ្យយើងញ៉ាំឲ្យញៀនតែម្ដងក្តាម1គីឡូនេះគ្នា10នាក់សុំចាញ់ហ្មងរៀបចំចាក់ចូលថងមកនេះបងប្អូនអូថង10គីឡូទឹកប្រហុកលាយជាមួយទឹកកាពិនិយាយថាឈ្ងុយខ្លាំងណាស់សម្រាប់បងប្អូនចង់កំងគ្រឿងទឹកប្រឡាក់សាច់ទឹកប្រហុកទឹកកាពិឬមួយក៏របស់ញ៉ាំស្រាប់ដូចជាកាពិសួរកាពិឆាបុកយើងមានម៉ូសិនណាបងប្អូនកំងចាប់ពី$30ឡើងថែមប៊ឺម្រេចឲ្យមួយឬមួយក៏មិនចង់បានប៊ឺម្រេចបងប្អូនចង់បានទឹកត្រីបុកក៏បានដែរដូរក៏បានតាមចិត្តមកមើលបុកលហុងរបស់យើងវិញប៉ុណ្ណឹងបងប្អូនញ៉ាំគ្នា10នាក់ហល់មែនណាមកថាសហ្នឹង20នាក់ហើយ20នាក់ហ្នឹងមកពីភូមិផ្សេងគ្នាទៀតគិតទៅមិនមែនមកភូមិទេចង់20ភូមិក្តាមយើងត្រាំថ្មីអញ្ចឹងដាក់ជាមួយបុកលហុងបានជាមួយជីបេះមកលាងទឹកទៀតអែមែនតែនហ្មងបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ